ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបវីដេអូមួយទៀតហើយបាទចំពោះបងប្អូនដែលមានផ្ទះទុកចោលឬក៏ឃ្លាំងទុកចោលហើយសូមមើលវីដេអូមួយនេះខ្ញុំបានសួរគាត់ហើយថាគាត់ទុកចោលយូរណាស់គាត់ថាមួយខែពីរខែគាត់ចូលម្ដងឥឡូវនេះជាក់ស្ដែងគាត់ឲ្យខ្ញុំចូលមកភ្លាមកលេចមកខាងណាក៏កឌីគេហ្នឹងគេដាក់សភៅសម្ភារៈរបស់គាត់ស៊ីគ្រប់ទៅកន្លែងហ្មងជាមួយខ្ញុំបានវែកកេះនោះឲ្យបងប្អូនមើលសំលេងកឌីឡើងត្រហឹងហ្មងគាត់ចូលទៅតែគាត់ថាគាត់អត់ដឹងតែសម្រាប់យើងនេះអ្នកកំចាត់សត្វកឌីរាប់ឆ្នាំមកហើយគាត់ទៅចូលមកឮសំលេងដឹងថាមានកឌីតែម្ដងជាមួយខ្ញុំបានបើកមកឃើញសំលេងកឌីឡើងទៅក្រឹកមកគ្នាគាត់ថាគាត់ឃើញនឹងគាត់ឡើងចង់រត់តែគាត់ថាមិនអីទេទុកចោលហ្នឹងទៅចាំមើលខ្ញុំរៀបចំចំណីកំចាត់ច្រឡងដាក់នៅកន្លែងដែលមានកឌីហ្នឹងជាងផ្ទះអីហ្នឹងពុកផុយអស់ហើយដោយសារគាត់អត់បានប្រាប់ឥឡូវហ្នឹងគាត់ទុំប្រាប់ឆ្កឹះមកហ្នឹងឃើញកឌីចេញមកព្រួលមកបាទចំពោះវិធីសាស្ត្ររបស់យើងវិញយើងមិនបាច់ទៅម៉ូយវ៉ាន់នេះចេញទេចោលវិញធម្មតាទៅយើងគ្រាន់តែរៀបចំប្រអប់ចំណីដាក់នៅកន្លែងដែលកឌីកំពុងតែឆ្លងកាត់ហ្នឹងទៅជាមួយខ្ញុំបានលីចំណីខ្ញុំរួចរាល់ហើយតិចទៀតខ្ញុំនឹងដាក់ប្រអប់មួយនៅកន្លែងហ្នឹងព្រោះកន្លែងហ្នឹងគឺជាកន្លែងដែលសបុកកឌីធំវាអាចឡើងទៅលើស៊ីដល់ជាន់ទី1ទៀតតែពេលដែលយើងបានដាក់ហើយកឌីហ្នឹងនឹងត្រឡប់មកស៊ីចំណីចម្លងរបស់យើងវិញហើយយើងរងចាំតាមដានវារយៈពេលមួយសប្តាហ៍ក្រោយយើងនឹងមកឆែកម្ដងទៀតនេះចំពោះកន្លែងវីដេអូមួយនេះខ្ញុំបានដាក់ប្រអប់នៅកន្លែងដែលមានសត្វកឌីកំពុងធ្វើសកម្មភាពសូមបញ្ជាក់តិចកន្លែងហ្នឹងពេលដែលយើងដាក់ទៅកឌីនឹងត្រឡប់មកស៊ីវិញពេលដែលវាបានស៊ីចំណីហ្នឹងហើយវានឹងចម្លងទៅឲ្យគ្នាវាបន្តទៀតពីបាតដីតែម្ដងឡើងមកស៊ីនៅក្នុងប្រអប់ហ្នឹងហើយក៏ងាប់នៅក្នុងប្រអប់ហ្នឹងហ្មងចំពោះការកម្ចាត់ហ្នឹងយើងប្រើរយៈពេល5ទៅ7អាទិត្យហើយពេលដែលយើងកម្ចាត់អស់ហើយយើងនឹងមានការធានាជូន5ឆ្នាំបន្ទាប់ពីសត្វកឌីនឹងបានងាប់អស់បាទសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមកតាមលេខ Telegram ឬ Chat ចូលពេកសូមអរគុណ